មកបងប្អូនហូបឆាកាទៀវជាមួយខ្ញុំទាំងអស់គ្នាថ្ងៃហ្នឹងមុខឆាកាទៀវហូបម្ដងអីអញ្ចឹងណាបងប្អូនកាទៀវអាស្រ័យទូចយើងហ៎ដំបូងថាទិញជាមួយនឹងម្សួរទេប៉ុន្តែម្សួរអត់មានបងប្អូនបើថាឆាម្សួរឆ្ងាញ់ជាងវាទុនអីអញ្ចឹងទៅកាទៀវយកមកឆាវារៀងរឹងហ៎បងប្អូនក៏ប៉ុន្តែក៏អាចហូបបានដែរបងប្អូនដូចជាបន្លែផងខ្ញុំអីអញ្ចឹងណាខ្ញុំត្រៀមរួចរាល់អស់ហើយអញ្ចឹងមកឆាជាមួយខ្ញុំទាំងអស់គ្នាហើយថ្ងៃហ្នឹងគឺខ្ញុំបានធ្វើម្ហូបទេបងប្អូនដោយសារតែបងស្រីខ្ញុំគាត់មកវិញហើយគាត់លេងរវល់ហើយអីចឹងណាគាត់ទំនេរហើយអញ្ចឹងទៅគាត់ជាអ្នកធ្វើម្ដងអីអញ្ចឹងទៅបងប្អូនហើយឆាកាទៀវយើងក៏អត់ពិបាកធ្វើទេបងប្អូនគឺងាយស្រួលនឹងឯងខ្ញុំក៏ដឹងថាបងប្អូនចេះធ្វើដែរគ្រាន់តែថាការធ្វើផងយើងគឺខុសៗគ្នានឹងឯងបងប្អូនហើយបើរសជាតិវិញណាបងប្អូនដាក់តាមការចូលចិត្តទៅទឹកស៊ីអ៊ីវខាប់ទឹកប្រេងខ្យងអីដាក់តាមហ្នឹងទៅបងប្អូនផ្អែមប្រៃអីដាក់តាមមាត់របស់យើងដែលយើងចង់ហូបទៅហើយខ្ញុំក៏បានថែមជាមួយនឹងទឹកក្តៅបន្តិចដែរដើម្បីឲ្យសាច់របស់យើងឆ្អិនបងប្អូនគ្របវាចង់មួយសន្ទុះសិនទៅដាក់បន្លែរបស់យើងហ្នឹងណាចូលហើយយើងក៏បានធ្វើការដាក់ជាមួយនឹងបន្លែការ៉ុតហើយនឹងបន្លែស្ពៃក្តៅរបស់យើងនឹងចូលទៅបងប្អូនមើលបងប្អូនណាឆ្នាំងឡើងទូចបងស្រីខ្ញុំគាត់យកឆ្នាំងទូចយកមកឆាមានអីគាត់ដាក់បន្លែម្ដងមួយមុខដើម្បីបន្លែរបស់យើងស្លាប់បន្តិចទៅចំណាក់ថែមមួយមុខទៀតអីចឹងទៅបងប្អូនមើលគ្រាន់តែបន្លែហើយនឹងសាច់ហ្នឹងឡើងពេញខ្ទះតែម្ដងហើយបងប្អូនបន្ទាប់មកខ្ញុំក៏បានធ្វើការដាក់ជាមួយនឹងស្លឹកកញ្ឆាយផងយើងបងប្អូនចាតំណងអត់គឺឆ្ងាញ់មែនតើបងប្អូននិយាយមែនគ្រាន់តែថាសាច់កាទៀវផងយើងគឺរឹងជាងសួរបើថាមិនសួរបងប្អូនគឺឆ្ងាញ់មែនតើនេះកាទៀវវារៀងរឹងបងប្អូនអត់សូវឆ្ងាញ់ទេតែបើផានជាមួយនឹងម្សួរទៀតអូយបងប្អូនរឹតតែឆ្ងាញ់តែម្ដងហើយបើខ្ញុំជាអ្នកឆាវិញបងប្អូនប្រហែលជាកពុបពេញហ្នឹងហើយបងប្អូនណាយនេះគេជាអ្នកជំនាញចឹងគេអត់កពុបទេបងប្អូនបើខ្ញុំវិញខ្ញុំថាប្រហែលជាអស់ពីឆ្នាំងហើយបងប្អូនពីព្រោះអីឆ្នាំងវាទួយពេកបងប្អូនណាយហើយឥឡូវឆ្អិនណាបងប្អូនយើងក៏បានធ្វើការដាក់ជាមួយនឹងប្រទេសរបស់យើងចូលទៅឥឡូវឆ្អិនហើយតោះចឹងតោះទៅហូបជាមួយខ្ញុំទាំងអស់គ្នាដាក់ម្ទេសស្រស់ហើយឥឡូវមកដាក់ម្ទេសម៉ត់ថែមទៀតបងប្អូនពីព្រោះអីចូលចិត្តម្ទេសដែរអីអញ្ចឹងណាតែអីហូបខ្លាំងទេបងប្អូនគឺវារៀងជឿកាពះដែរបងបើថាម្ទេសជ្រក់វិញណាជូអត់សូវហឹរប៉ុន្មានទេបងគឺរៀងជូគឺឆ្ងាញ់មែនតើហ្មងបងប្អូនខ្ញុំហូបអស់ឡើង5 6គ្រាប់អត់តែបើហឹរទេតែវាមានរសជាតិជូបងប្អូនគឺឆ្ងាញ់មែនតើហ្មងបងប្អូនបើថាហូបជាមួយកាទៀវទេកាន់តែឆ្ងាញ់តែនេះគឺកាទៀវឆាបើថាកាទៀវទឹកអូយឆ្ងាញ់មែនតើហ្មងគឺត្រូវគ្នាហ្មងហើយម្ទេសហ្នឹងបងប្អូនគឺខ្ញុំយកមកពីផ្ទះបងថ្លៃបងស្រីខ្ញុំមកខ្ញុំទៅហូបបាយផ្ទះគាត់ទៅក៏ឃើញថាឆ្ងាញ់ពេកបងប្អូនក៏សុំគាត់មកកៅមកហើយម្ទេសឆាកាន់តែឆ្ងាញ់តែអស់ហើយបងប្អូនណាបើម្ទេសឆាទេកាន់តែឆ្ងាញ់ហ្មងហើយបងប្អូនតែនេះនៅតែម្ទេសជ្រក់អូយនិយាយថាជាតិនោះជាតិម្ទេសជ្រក់គាត់បងប្អូនឲ្យតែខ្ញុំទៅហូបបាយផ្ទះគាត់គឺខ្ញុំទៅសុំមកឲ្យបងប្អូនណាយចាគឺអត់ទិញទេគឺសុំតែម្ដងហើយបងប្អូនអាងទៅចាប់ខ្សែគ្នាអីចឹងណាបងប្អូនណាហើយថាឆ្ងាញ់មិនទៅបងប្អូនណាយមើលទៅមាត់ទៅក៏ទំនងដែរហើយគំលើទឹកមាត់តាមមកបងប្អូនមកលើទឹកមាត់តាមហើយធ្វើហូបទៅហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងបងប្អូនអរគុណសម្រាប់ទស្សនាវីដេអូខ្ញុំដល់ចប់ផងដែរហើយបើពេញចិត្តវីដេអូនេះវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយ like ជួយ comment ហើយនិង follow ម្នាក់មួយផងដែរបងប្អូនអរគុណជម្រាបលាបងប្អូនអរគ្នាជម្រាបលាក្រោយបាយបាយ